បងឯមចេកខ្ទិះបានចែកដើមធម្មជាតិហើយបានដាក់ខ្ទិះដូងច្រើនទៀតហើយនិយាយពីថាអូយជាតិឆ្ងាញ់ណាស់បងប្អូនអើយឡើងឈ្ងុយខ្ទិះដូងមែនតើយើងធ្វើខ្លួនឯងញ៉ាំអញ្ចឹងបានដាក់ខ្ទិះដូងច្រើនណានិយាយពីថាឡើងឈ្ងុយឆ្ងាញ់បើទិញគេអត់សូវមានខ្ទិះដូងហ្មងទេហើយគ្រឿងផ្សំសម្រាប់ធ្វើបងឯមចេកខ្ទិះនេះមានតិចមែនតើមានតែចេកមកហើយចេកហ្នឹងបាច់ទុំពេកទេបន្ទាប់មកមានគ្រាប់សាគូមានថ្មិញអាណាហើយនឹងខ្ទិះដូងទិញគេកន្លះគីឡូមកឲ្យគេពូតយកទឹកឲ្យហើយគេបែងចែកដើមផ្សេងចុងផ្សេងគឺងាយស្រួលមែនតើអត់ពិបាកកោសច្បាច់អីទេហើយខ្ញុំមានស្ករត្នោតទៀតប៉ុន្តែខ្ញុំមិនបានថតដាក់ទេស្ករត្នោតថ្មីនិយាយពីថាល្អមែនតើយកមកធ្វើផ្អែមឡើងឆ្ងាញ់វិធីធ្វើងាយមែនតើខ្ញុំមានខ្ទិះដូងចុងហ្នឹងយកមកលាយជាមួយទឹកហើយបន្ទាប់មកដាក់ថ្មិញអាណាដែរដាក់រំងាស់វាចោលទៅបន្ទាប់ពីទឹកខ្ទិះពុះហើយយើងដាក់ចេកចូលតែម្ដងមកដាក់ចេករំងាស់ជាមួយនឹងទឹកខ្ទិះដូងហ្នឹងណាហើយនឹងថ្មិញអាណាហ្នឹងឲ្យវាឡើងពុះឡើងឆ្អិនតិចសិនទៅខ្ទិះដូងលាយជាមួយនឹងទឹកហ្នឹងបងប្អូនលៃលោកតាមបងប្អូនចូលចិត្តរាវឬក៏ខាប់អីអញ្ចឹងបងប្អូនដាក់ទឹកតាមហ្នឹងដោយសារតែខ្ញុំគឺខ្ញុំអត់ចូលចិត្តខាប់ពេកទេអញ្ចឹងទៅគឺខ្ទិះដូងស្ទើហើយខ្ញុំក៏បន្ថែមជាមួយនឹងទឹកធម្មតាទៀតបន្ទាប់ពីរំងាស់ខ្ទិះដូងជាមួយនឹងចេកហ្នឹងហើយយើងដាក់គ្រាប់សាគូចូលមកណាបន្ទាប់មកដាក់ស្ករត្នោតចូលចំពោះខ្ញុំគឺខ្ញុំប្រើស្ករត្នោតណាដោយសារតែខ្ញុំមានស្ករត្នោតថ្មីអញ្ចឹងគឺឈ្ងុយឆ្ងាញ់មែនតើបងប្អូនចង់លាយជាមួយស្ករសទៀតក៏បានដែរប៉ុន្តែគឺខ្ញុំអត់ដាក់ទេស្ករសគឺខ្ញុំដាក់តែស្ករត្នោតប៉ុណ្ណឹងគឺផ្អែមឆ្ងាញ់តែម្ដងហើយកុំភ្លេចបន្ថែមជាមួយនឹងអំបិលមួយចិបផងណាបងប្អូនដើម្បីឲ្យផ្អែមយើងហ្នឹងគឺផ្អែមមុតឆ្ងាញ់ចំពោះបង្អែមចេកខ្ទិះរបស់ខ្ញុំនេះគឺខ្ញុំអត់មានស្លឹកតើយដាក់ទេដល់ពេលអញ្ចឹងទៅខ្ញុំប្រើខ្ទិះដូងច្រើនមែនតើឥឡូវនេះគឺខ្ញុំថែមជាមួយនឹងខ្ទិះដូងដើមទៀតដល់ពេលអញ្ចឹងទៅគឺថាផ្អែមចេកខ្ទិះរបស់ខ្ញុំនេះគឺឡើងឈ្ងុយឆ្ងាញ់មែនតើមើលតែខ្ទិះដូងទៅដឹងហើយបងប្អូនអើយឡើងខ្ទិះដូងខ្ទិះអញ្ចឹងហើយនិយាយពីថាឈ្ងុយត្រូវនឹងបានស្ករត្នោតស្ករថ្មីទៀតដល់ពេលអញ្ចឹងទៅឡើងឈ្ងុយឆ្ងាញ់មែនតើផ្អែមចេកខ្ទិះរបស់ខ្ញុំឈ្ងុយខ្ទិះដូងផងឈ្ងុយស្ករត្នោតផងហើយផ្អែមវិញគឺខ្ញុំដាក់ផ្អែមមកល្មមទេអត់សូវផ្អែមខ្លាំងទេដល់ពេលអញ្ចឹងទៅគឺយើងញ៉ាំបានច្រើនហើយគឺខ្ញុំអត់ចូលចិត្តខាប់ពេកដែរគឺខ្ញុំចូលចិត្តរាវបែបហ្នឹងណាហើយដួសមកញ៉ាំក្តៅនិយាយពីថាឆ្ងាញ់មែនតើហើយជាពិសេសគឺថាអត់អាចខ្វះបានគឺខ្ទិះដូងហ្នឹងតែម្ដងបងប្អូនគឺខ្ទិះដូងដើមគឺខ្ញុំចូលចិត្តមែនតើខ្ញុំដាក់ឡើងច្រើនតែម្ដងដល់ពេលអញ្ចឹងទៅខ្ញុំអាសាធ្វើផ្អែមញ៉ាំដោយសារតែខ្ញុំចូលចិត្តខ្ទិះដូងញ៉ាំបដាថែមបដារហូតហ្មងនិយាយទៅបើទិញគេអត់បានច្រើនអញ្ចឹងទេ